រឿងការភ្ញាក់រលឹករបស់អ៊ំសែមព្រឹកមួយកសិករចំណាស់ម្នាក់ឈ្មោះសែមបានយកផ្លាកមួយផ្ទៀងទៅបោះភ្ជាប់ទៅនឹងទ្វារចូលក្នុងដីដ៏ធំរបស់គាត់ផ្លាកនោះសរសេរថាដីសម្រាប់លក់បោះផ្លាករួចអ៊ំសែមក៏ថយក្រោយបន្តិចដើម្បីអានអក្សរនៅលើផ្ទៀងនោះបន្ទាប់មកគាត់អង្គុយចុះក្រោមដើមឈើមួយដើមភ្លាមនោះមានបុរសពីរនាក់ជិះរថយន្តទំនើបមួយគ្រឿងមកឈប់នៅចំពីមុខគាត់បុរសម្នាក់ចុះពីរថយន្តហើយសួរគាត់តើដីនេះសម្រាប់លក់មែនឬទេតើអ្នកណាជាម្ចាស់ដីនេះអ៊ំសែមក្រោកឈរហើយនិយាយដោយយឺតថាបាទនេះជាដីសម្រាប់លក់ហើយវាជារបស់ខ្ញុំអ៊ំសែមបាននាំបុរសទាំងពីរដើរមើលដីនោះនៅពេលឆ្លងកាត់ព្រែកបុរសម្នាក់បាននិយាយថាយើងនឹងចាក់ដីបំពេញព្រែកនេះហើយសង់អគារនៅលើដីនេះអ៊ំសែមភ្លត់មាត់បំពេញព្រែកដូច្នេះតើកង្កែបនឹងទៅឯណាបុរសម្នាក់ឆ្លើយអូវាអាចនៅព្រែកផ្សេងទៀតកង្កែបមិនសំខាន់ទេអ៊ំតបវិញប៉ុន្តែវាមិនសំខាន់ព្រោះវាស៊ីសត្វល្អិតដូចជាមូសជាដើមនៅពេលដើរទៅដល់ដើមឈើធំមួយបុរសម្នាក់និយាយយើងនឹងជួលគេឲ្យកាប់ដើមឈើនេះយកធ្វើជាអស់លក់បន្ទាប់មកយើងនឹងសង់អគារច្រើនទៀតលោកអ៊ំធ្ងោតិចកាប់ដើមឈើកន្លែងនេះនឹងប្រែទៅជាក្តៅខ្លាំងជាមិនខានបុរសម្នាក់ឆ្លើយមិនហើយយើងនឹងដាក់ម៉ាស៊ីនត្រជាក់និងកង្ហារក្នុងអគារអ៊ំសែមនិយាយដើមឈើជាមិត្តដ៏ល្អវាសម្អាតខ្យល់នៅពេលអស់ដើមឈើខ្យល់នឹងមិនបរិសុទ្ធទេពួកគាត់នាំគ្នាដើររហូតដល់ទន្លេបុរសម្នាក់និយាយដោយពេញចិត្តថាល្អណាស់កាកសំណល់ចេញពីរោងចក្រនឹងត្រូវបង្ហូរចូលទន្លេនេះអ៊ំលែងនិយាយអ្វីទាំងអស់ប៉ុន្តែគាត់បានស្រមៃឃើញទន្លេនេះលែងស្អាតទៀតហើយចំណែកត្រីធំងាប់ដោយកាកសំណល់នោះបុរសទាំងពីរបានដកប្រាក់មករាប់ដើម្បីប្រគល់ជូនអ៊ំសែមពេលនោះអ៊ំសែមបដូរចិត្តមិនព្រមលក់ដីនោះវិញគាត់គិតថាបើគាត់លក់ដីនេះមានន័យថាគាត់បានចូលរួមចំណែកក្នុងការបំផ្លាញបរិស្ថានដែរគាត់ក៏ប្រាប់ទៅបុរសទាំងពីរនាក់ថាខ្ញុំមិនលក់ដីនេះទេព្រោះខ្ញុំមិនចង់បំផ្លាញធម្មជាតិឡើយ